ជំរាបសួរហើយនឹងសួស្តីអ្នកនរគ្នាខ្ញុំមកវិញម្ដងទៀតហើយជាមួយនឹងវីដេអូថ្មីដែលថ្ងៃនេះគឺខ្ញុំមកបង្ហាញអំពីរបៀបshare folder map drive network drive និងដាក់limit ដែលជាភាសាបច្ចេកទេសគេហៅថា quota ហ្នឹងទៅលើ client ថា client អាចប្រើបានប្រមាណមេប្រមាណ G ចឹងទៅហើយនឹងlimit file របស់ client ថា client ដាក់ចូលមកក្នុង directory ហ្នឹងដាក់បាននេះខ្លះដូចជា file word file excel file document ហើយនឹងហាមកដោយដាក់ដូចជា image ឬក៏ video file អីចឹងទៅអញ្ចឹងដំបូងដើម្បីយើងធ្វើអាហ្នឹងបានគឺយើងចូលមក dashboard យើងសិនមកហើយនឹង add role ថ្មីព្រោះអាហ្នឹងវាជា feature ថ្មីដែរដើម្បីកំណត់បានអញ្ចឹងដើម្បីនេះមកយើងចូលមកកន្លែង server role មកហើយយើង expand អានេះមក expand file and storage ហ្នឹងហើយយើង expand file នេះមួយទៀតមកអញ្ចឹងយើងឃើញថា file server គឺវា install ហើយប៉ុន្តែយើងត្រូវការ file server resource manager អាហ្នឹងដើម្បីធ្វើ dequota ហើយនឹងlimit file របស់ client អញ្ចឹងវានឹងឲ្យយើង add feature បន្ថែមអញ្ចឹងយើង next មកអញ្ចឹងកន្លែងនេះគឺយើង install ទៅអញ្ចឹងយើងរងចាំវា complete វានឹងធ្វើការ install ឲ្យយើងហើយអញ្ចឹងយើងឃើញថា installation របស់យើងគឺ success ហើយអញ្ចឹងយើង close វាមកបិទនេះទៅអញ្ចឹងដើម្បីយើងឃើញថាវាបានជោគជ័យយើងចូលមកកន្លែងនេះយើង expand មក file administration tool ហ្នឹងអញ្ចឹងយើង scroll down មកគឺយើងឃើញហើយ file server resource manager ហ្នឹងអញ្ចឹងដើម្បីធ្វើការ share folder directory ទៅឲ្យ client បានដំបូងគឺយើងចូលមកកាន់ this PC មកហើយយើងត្រូវបង្កើត folder មួយដើម្បី share ទៅឲ្យ client ដែលនៅក្នុង domain អញ្ចឹងខ្ញុំដាក់ឈ្មោះទៅមកដាក់ឈ្មោះថា share បន្ទាប់មកគឺយើងចូលទៅកាន់មកស្ដាំមកយើងចូលទៅកាន់ property យើងចូលមក sharing ទៅហើយយើងចូលមក advanced sharing ដើម្បីកន្លែងហ្នឹងគឺយើងអាចកំណត់ថា folder ហ្នឹងសម្រាប់តែ admin ឬក៏សម្រាប់តែ user អញ្ចឹងយើងអាច add កន្លែងនេះមកយើងវាយពាក្យថា domain យើង change name មកអញ្ចឹងគឺយើងអាចកំណត់ថាអូខេ folder ហ្នឹងសម្រាប់តែ admin ឬក៏សម្រាប់តែ user ឬក៏យើងអាចដាក់ទាំងពីរក៏បានដែរអញ្ចឹងខ្ញុំសូមដាក់តែ user សិនមកយើងអូខេទៅហើយយើង allow full control ឲ្យគាត់ទៅអូខេបន្ទាប់ហើយយើង apply មកហើយយើងចូលទៅកាន់ security យើងឃើញថា group or username នេះគឺអត់ទាន់មាន user នៅក្នុងហ្នឹងទេអញ្ចឹងគាត់អាចចូលមកបានឃើញប៉ុន្តែគាត់អាចចូលទៅក្នុង folder ហ្នឹងទេអញ្ចឹងដើម្បីចូលបានគឺយើងនៅលើម៉ាស៊ីនរបស់ client យើងវាយ backslash 2 ដងនិង IP address របស់ server មកចូលមកគឺយើងឃើញថាវាមានឯ folder share ហ្នឹងប៉ុន្តែគឺចូលអត់បានទេអញ្ចឹងដើម្បីឲ្យគាត់ចូលបានគឺយើងមកកន្លែងនេះកន្លែង security យើង edit មកយើង add ហើយយើងវាយពាក្យ domain យើង change name មកហើយយើង add domain user ចូលដើម្បីឲ្យគាត់មានសិទ្ធិក្នុងការ access ទៅចូលទៅកាន់ folder មួយហ្នឹងគឺយើងឃើញថាបាន add ចូលហើយអូខេចូលមកយើង refresh មួយមកយើងឃើញថាយើងអាចចូលទៅបានហើយចូលទៅកាន់ folder share ហ្នឹងឥឡូវខ្ញុំសូមធ្វើការ map network drive មួយទៅដើម្បីងាយស្រួលកុំឲ្យយើងបាក់វាយ IP ច្រើនដងពេលយើងចូលមកភាសាទៀតអញ្ចឹងយើង map វាមកប៉ុណ្នេះគឺអូខេយើងឃើញថាវានៅជាប់តែនេះប៉ុន្តែយើងឃើញថាយើងចូលទៅអត់មានអីទាំងអស់ប៉ុន្តែយើងឃើញថាវាស៊ីទំហំ storage អស់ច្រើនហើយនៅសល់តែ 7G ជាងទេអានេះដោយសារវា share ពី drive របស់ server ហ្មង drive ធំហ្មងតែយើងចូលមើលគឺអត់ឃើញអីហើយយើងក៏អាចចឹងដើម្បីlimit drive ឲ្យ user គឺយើងត្រូវចូលមកកាន់ Windows Administration Tool មកហ
ហើយយើងបាន install មុនហ្នឹងគឺ file server resource manager យើងចូលមកអញ្ចឹងគឺយើងចូលមក Dakota មកយើងបង្កើត create quota មកយើងទៅរក folder ដែលយើងចង់កំណត់ឧបមាថា folder share នេះអូខេមកអញ្ចឹងវាមានវាមាន create quota on path និង auto apply template and create quota on existing and new subfolder បានន័យថាវានឹង auto apply ទៅលើ subfolder ដែលមាននៅក្នុង folder ធំដែលយើងបាន share ហ្នឹងប៉ុន្តែខ្ញុំអត់យកហ្នឹងខ្ញុំយក create quota on path មកហើយខ្ញុំដាក់ limit ត្រឹម100 MB បានហើយអូខេហើយយើង create ចឹងឃើញថាយើង create ជោគជ័យអីអានេះយើងចាំមើលប៉ុណ្ណឹងហើយពេលខ្ញុំ refresh ទៅតើវាដើរអត់អូខេវាដើរហើយគឺ drive គឺ folder ដែល admin អាចប្រើបានគឺត្រឹមតែ100 MB ទេអូខេឥឡូវខ្ញុំសាក copy text នេះចូលមួយមើលថាវាដើរអូខេវាចូលហើយសាកជារូប JPG មួយទៀតតើវាចូលអត់អូខេអញ្ចឹងឃើញថាយើងអាច copy ចូលបានហើយយើងទៅបើកមើលលើ server របស់យើងអូខេរូបបានមកដល់ហើយអូខេអញ្ចឹងឥឡូវខ្ញុំសុំធ្វើការលុបវាចេញសិនហើយខ្ញុំទៅកំណត់វិញថានៅលើ folder មួយហ្នឹង admin ឬក៏ user គាត់អាចដាក់បានត្រឹមតែជា text file ទេរូបភាពគឺគាត់អាចដាក់បានទេអូខេអញ្ចឹងដើម្បីធ្វើពិធីហ្នឹងគឺយើងចូលមក file screen នេះមកយើងបង្កើតមក create file screen អូខេហើយយើងទៅរក folder ដែលយើងចង់ធ្វើការដាក់ពីលើហ្នឹងគឺ share ហ្នឹងអូខេអញ្ចឹងហើយវាមាន2 option សម្រាប់យើងទី1នេះគឺវាមានជាលក្ខណៈជា template ឲ្យយើងហើយអីគឺ block audio and video file executable file វាមានតែប៉ុណ្្នឹងប៉ុន្តែបើយើងចង់បានច្រើនជាងហ្នឹងយើងយក define custom មកយើងអាចចូលទៅកំណត់ថាយើងចង់ block អីខ្លះដូចកន្លែងនេះវាដាក់ថា select file group to block អញ្ចឹងគឺយើងចង់ block audio និង video compress file អូខេ executable image ហើយនឹង web page អីចឹងទៅឬក៏យើងចង់បានអីទៀតយើង text តាមហ្នឹងទៅប៉ុណ្ណឹងមកហើយយើងអូខេទៅយើង create យើង save វាដាក់ template មកឈ្មោះថាខ្ញុំសុំដាក់ថា filter អញ្ចឹងទៅអូខេអញ្ចឹង perfect វាដើរហើយវានៅក្នុងហ្នឹងហើយអញ្ចឹងខ្ញុំសាក refresh អូខេអញ្ចឹងមុនហ្នឹងគឺយើងឃើញថាយើងដាក់ text file ក៏ចូលដាក់ទាំងរូបភាពក៏ចូលអញ្ចឹងឥឡូវយើងចង់ដឹងយើងសាកម្ដងទៀតតើយើងអាចដាក់ text file ចូលអត់អូខេ text file នៅចូលដូចដើមដោយសារយើងអត់បាន block ទេអញ្ចឹងចាំមើលចំពោះរូបភាពអូខេរូបភាពគឺយើងអាចដាក់ចូលបានទេគឺ need permission អីគឺអាចដាក់ចូលបានទេប៉ុន្តែ text file យើងនៅអាចដាក់ចូលដូចដើមអូខេយើងអាចបង្កើត text file ថ្មីអូខេបង្កើតប្រមាណក៏បានដែរកុំឲ្យទៅដល់ limit កាយហ្នឹងកុំឲ្យអូខេហើយចំពោះ JPG រូបភាពគឺអត់បានដាក់យ៉ាងណាក៏អត់បានដែរគឺយើងបានបិទអីអូខេអញ្ចឹងវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងអរគុណ